សួស្តីបងប្អូនវីដេអូនេះថតចេញពីស្រុកសំពៅលួនខេត្តបាត់ដំបងនៅថ្ងៃទី27ខែ9ឆ្នាំ2025ក្រោយពីមានសង្គ្រាមឈ្លានពានរបស់ចៅសៀមមកលើទឹកដីកម្ពុជានៅខេត្តឧត្តរមានជ័យនិងព្រះវិហារមកធ្វើឲ្យមានផលប៉ះពាល់រាល់បណ្ដាស្រុកទាំងអស់ដែលនៅជាប់ព្រំដែនចៅសៀមនឹងដោយឃើញនៅក្នុងវីដេអូនេះជាក់ស្ដែងពីមុនស្រុកសំពៅលួនជាស្រុកមួយដែលអ៊ូអរប្រជាពលរដ្ឋលក់ដូរក៏បានមានការងារធ្វើហើយក្រោយពេលមានសង្គ្រាមដោយរងផលប៉ះពាល់ពីភាពភ័យខ្លាចហើយនឹងបាត់បង់ប្រាក់ចំណូលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនគាត់ធ្វើការចំណាក់ស្រុកទៅនៅកន្លែងផ្សេងរកការងារធ្វើអញ្ចឹងទៅធ្វើឲ្យស្រុកមួយទាំងមូលប្រែជាស្ងប់ស្ងាត់ហើយដោយកន្លែងខ្ញុំធ្វើការអញ្ចឹងពីមុនអ៊ូអរខ្លាំងណាសម្បូរការងារធ្វើគ្រាន់តែកម្មករមកអាស្រ័យផលធ្វើការនៅកន្លែងខ្ញុំមួយថ្ងៃចូល100នាក់តែបច្ចុប្បន្នប្រែជាស្ងាត់ចងំនិយាយទៅម្លងប្រហែលជា2ខែក្រោយពេលសង្គ្រាមអញ្ចឹងសពថ្ងៃគឺនៅសល់តែរូបភាពក្នុងការចងចាំពីកន្លែងមួយដែលអ៊ូអរខ្លាំងទៅជាស្ងប់ស្ងាត់មនុស្សដែលខ្ញុំធ្លាប់បដិបដាលការងារដោយផ្ទាល់ដៃទីបំផុតក៏ខ្ញុំត្រូវបង្ខំចិត្តផ្អាកការងារហើយឲ្យគាត់ទៅរកការងារនៅកន្លែងផ្សេងធ្វើព្រោះយើងអត់មានលទ្ធភាពបន្តផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់បន្តទៀតអញ្ចឹងមានតែបង្ខំចិត្តឲ្យគាត់ទៅរកការងារផ្សេងធ្វើសង្ឃឹមថ្ងៃក្រោយពេលដែលដំណើរការធម្មតាវិញនឹងហៅពួកគាត់ត្រឡប់មកវិញតែជាក់ស្ដែងរាល់ថ្ងៃពេលមកដល់កន្លែងធ្វើការដូចឃើញនៅក្នុងរូបភាពនេះអញ្ចឹងវីដេអូនេះអញ្ចឹងឃ្លាំងខ្ញុំធ្វើការហ្នឹងគឺធំតែអត់មានមនុស្សទេនៅសល់តែការចងចាំឯងអញ្ចឹងវារាល់ថ្ងៃវាប៉ះទង្គិចផ្លូវចិត្តខ្លាំងដែរតែធ្វើម៉េចវាជាកត្តារួមរបស់ជាតិអញ្ចឹងយើងត្រូវតែអូខេមានតែរងចាំហើយជាមួយនឹងអត់ធ្មត់តស៊ូទាំងអស់គ្នានៅសល់តែការចងចាំពោះស្ងាត់អស់ហើយទៅអស់លេងហើយចឹងរាល់ថ្ងៃមានតែរងចាំមើលស្ថានភាពបន្តទៀតទៅជា